បញ្ឈប់គំនិតខ្វាយខ្វល់ទៅក្នុងរឿងអីផ្សេងនឹងចេញទៅអប់រំចិត្តឲ្យគិតនៅក្នុងរឿងដែលឲ្យបានសុខបើគិតឲ្យបានសុខមានដែរយើងទៅគិតឲ្យកើតទុក្ខទៅអីណែរាល់ពេលដែលកើតទុក្ខហ្នឹងណាត្រូវតែយល់ឲ្យច្បាស់ថាមិនមែនអ្នកដតីណាមកធ្វើឲ្យយើងកើតទុក្ខទេមកពីគំនិតយើងខ្លួនឯងដែលគិតឲ្យកើតទុក្ខអាហ្នឹងបើយើងគ្រាន់តែយល់ត្រូវប៉ុណ្ណឹងយើងឈ្នះកិលេសពាក់កណ្ដាលឲ្យតែយល់ត្រូវឡើងទៀតពីព្រោះអីពីព្រោះយើងមានយុទ្ធសាស្ត្ររៀបចំដើម្បីបាញ់ទម្លាយគំនួងងងឹតគឺអវិជ្ជានឹងបានហើយដោយសារយើងដឹងថាសេចក្តីទុក្ខហ្នឹងមិនមែនអ្នកដតីធ្វើឲ្យទេគឺកិលេសខ្លួនឯងបើយើងយល់ខុសថាអ្នកដតីធ្វើឲ្យយើងថែមទាំងហៅកិលេសឲ្យមកជួយយើងទៀតណាពឹងពាក់កិលេសដើម្បីទៅវាយទៅតបទៅយកឈ្នះគេប្រណាំងប្រជែងគេអីចឹងទៅពឹងតោសៈដល់ទៅពេលខឹងខ្លាំងទៅវាហ៊ានវាយហ៊ានតបហ៊ានជេរហ៊ានប្រមាថហ៊ានមើលងាយអ្នកដតីអីទាំងអស់ហ្នឹងមកអំពីយើងគិតថាយើងកើតទុកមកពីអ្នកដតីធ្វើឲ្យដល់អញ្ចឹងយើងត្រូវពឹងកិលេសឲ្យមកជួយយើងដើម្បីទៅរួចឈ្នះគេណាយនៃអញ្ចឹងឆ្លោះប្រកែកតោះតេងគ្នាពេញទឹកពេញដីហ្នឹងនាំឲ្យកម្មតែបង្កកម្មពីវិរិយទៅទៀតនឹងឯងចឹងហើយយើងអត់ដឹងខ្លួនទេយើងចេះតែគិតថាមកពីអ្នកដតីនឹងឯងធ្វើអំពើមិនគួរកប់បីដាក់យើងរួចទៅយើងយកភ្លើងទៅលួចភ្លើងដូចម៉ែយើងថាយកសង្ឃទៅចាក់កដាលភ្លើងអីចឹងណាត្រូវប្រតិបត្តិយកទឹកទៅលួចភ្លើងរឿងឱកាសល្អដែលយើងត្រូវយកទឹកទៅលួចភ្លើងនឹងក្នុងរឿងរ៉ាវតូចចាប់តាំងពី2នាក់រហូតដល់ទៅរឿងច្រើនអ្នកតាកតួងទៅនឹងរឿងស្រុកដីប្រទេសនគរអីទាំងអស់ហ្នឹងយើងកុំឲ្យប្រតិបត្តិយកភ្លើងទៅលួចភ្លើងនឹងឯងចឹងនាំឲ្យមានការចម្រើននៅពីវិរិយនឹងឯងម្ខាងទៀតក៏តាំងចិត្តកនុំគុំស្អប់សងសឹកធ្វើជានេះជានោះអីចឹងទៅវាអត់បញ្ចប់ទេពីវិរិយនឹងនោះនឹងឯងហើយយើងកុំអាងថាយើងធ្វើអញ្ចឹងត្រូវនឹងឯងដោយការឆ្លោះប្រកែកតោះតេងស្ដីថាអីសពគ្រប់បញ្ឈឺចិត្តអ្នកដតីអីចឹងទៅដល់គេដេកជាទុកគេត្រូវរកល្បិចកិច្ចកលដើម្បីធ្វើឲ្យយើងនឹងមិនបានសពតទៅទៀតដូច្នេះកិច្ចដែលត្រូវប្រតិបត្តិណាហើយថែមទាំងស្ថិតនៅក្នុងវិស័យនៃពុទ្ធបរិស័ទទៀតត្រូវយកទឹកទៅលួចភ្លើងប្រតិបត្តិអញ្ចឹង